ខុសពីត្រូវបានគេពាត់ធ្វើស៊ីពួកនឹងក៏បាននាំដាក់យ៉ងមកកាន់កន្លែងស្ងាត់មួយពួកនឹងមានគ្នាតែ5-6នាក់នោះទេហើយនេះដាក់យ៉ងក៏មិនសូវខ្លាចប្រមាណដែរនាងក៏បានសួរទៅកាន់ប្រុសមួយនោះថាតើវុនជូនជាអ្នកបញ្ជូនពួកនឹងមកមែនគាត់មិនបានឆ្លើយនោះទេហើយថាបើនាងមានអីនិយាយជាមួយនឹងគេទៅនិយាយដល់ផ្ទាល់ទៅគាត់នេះមានការត្រូវធ្វើអញ្ចឹងហើយអត់មានអីត្រូវឆ្លើយជាមួយនឹងនាងទេភ្លាមដាក់យ៉ងក៏បានកាច់បំបាក់ដៃអាប៉ែនឹងមួយឃើញបែបនេះហើយម្នាក់នៅកន្លែងហ្នឹងមានជាការស្រន់ជាខ្លាំងដល់បែបនេះពួកគេក៏បានចូលមកទាំងអស់គ្នាចាត់ការដាក់យ៉ងតែម្ដងបងឡើយអាប៉ែមួយនោះរកមកចាប់នាងប៉ុន្តែក៏ត្រូវបាននាងគេចផុតហើយប្រើក្បាច់ខ្ញាដំរីតែអាប៉ែនឹងចំកណ្ដាលជាការឡើងខ្លាំងវិញហ្នឹងមិនស៊ីតែមួយជើងទេណាស៊ីពីរជើងរួចហើយម្នាក់ទៀតក៏បានដកក្បាត់មកចាក់លើកទី1ដាក់យ៉ងគេចផុតប៉ុន្តែមិញហ្នឹងក៏មានរបួសតិចតួចដែរនាងក៏បានវត្តគាត់មកកែងចំកណ្ដាលមុខឡើងបែកឈាមហើយចាប់ទាញក្បាលបោកនឹងចិញ្ចាំងទៀតមកផ្លែតមិញឯណាដួលឡើង3នាក់ឯងហេតុនេះប្រហែលអ្នកដែលនៅសល់ក៏គេរៀងប្រយ័ត្នជាងមុនចំណែកឯដាក់យ៉ងវិញក៏មិនលែងល្មមដែរនាងក៏បានចាប់រើក្បាត់អាប៉ែមិញនេះឡើងហើយក៏បានយកខ្សែរុំរបួសនៅលើដៃរបស់នាងមិញនេះដែរអូយអ្នកទាំងអស់គ្នាគ្រាន់មើលមុខគេកន្លែងនេះហើយកាចខ្លាំងហ្មងលើកនេះអាប៉ែងោដែលបានភ្ជងនាងមុននេះគេចូលវាយម្ដងឃើញតែប៉ុណ្្នឹងក៏គាត់ដឹងច្បាស់ថានេះមិនមែនជាការវាយគ្នាលើកដំបូងរបស់នាងដែរគាត់គិតថានាងប្រហែលជាប្រើ skill ដែលហាត់មកពីសាលាប៉ុន្តែថាអានេះវាយគ្នាផ្ទាល់ណាបែបនេះទោះបីជានាងជាសិស្សបកាយនៅម៉ោងកីឡាក៏ដោយក៏មិនប្រកាសថាអាចយកឈ្នះពួកគាត់បានដែរនិយាយច្រើនម៉េចស៊ីម្ដាយតែប្រូនេះរៀងតាន់គួរសមរបស់គេស៊ីម្ដាយឡើងបែកឈាមតាមច្រមុះហើយគាត់ក៏បានដកក្បិតចេញមករួចបំរុងនឹងចាក់ចំពោះរបស់នាងក៏ប៉ុន្តែភ្លាមដាក់យ៉ងក៏បានទប់ជាប់មានអាការទិញទួយនិយាយពីថាអប៉ែងោនឹងបានចិត្តគាត់ចាប់ដើមសម្ដីលយទៀតហើយតែដាក់យ៉ងមានតែចាំស្ដាប់អប៉ែនឹងបានយូរណាស់នាងក៏បានខ្ទាស់ជើងអប៉ែនឹងដួលរួចហើយក៏បានងាកក្បិតហោចាក់អប៉ែនឹងវិញកំឡុងពេលនោះក៏មានអប៉ែម៉ាប់មួយមកពីខាងក្រោយដែរចឹងទៅដាក់យ៉ងក៏ឆ្លៀតពេលថាអប៉ែនឹងចេញសិនរួចចាំមកចាត់ការអប៉ែនិយាយច្រើនមួយនេះកន្លែងហ្នឹងគ្នាភ័យឡើងចង់លេចនំដាក់ខោដែរហ្នឹងប៉ុន្តែព្រាមនោះដាក់យ៉ងក៏បាននឹកឃើញទៅដល់សម្ដីរបស់ប្រូថេអ៊ុងដែលគាត់តែងតែហាមនាងថាកុំឲ្យសម្លាប់មនុស្សដែលហេតុនេះនាងក៏បានកាំងតិចហើយក៏បានធ្វើអប៉ែហ្នឹងមានឱកាសវាយនាងវិញបានអញ្ចឹងគេក៏បានសួរទៅកាន់នាងថាតើនាងស្ទាក់ស្ទើរខ្លាចមិនហ៊ានសម្លាប់មនុស្សត្រូវអត់ឃើញទេគាត់ថាមែននាងគ្រាន់តែជាក្មេងស្រីធម្មតានោះទេហេតុនេះបើនាងមិនហ៊ានទេស្ដាប់តាមតែពួកគាត់ទៅបែបនេះនាងប្រហែលជាមិនឈឺខ្លួនច្រើនជាងនេះអូយហត់ម៉េចនេះរបួសឡើងពេទ្យលែងហ៊ានទទួលមើលអីហ្នឹងនៅនិយាយច្រើនទៀតចឹងទៅស៊ីមួយជើងទៀតហ្មងចឹងបន្ទាប់ពីនោះនាងក៏បានកលេចទៅឃើញថាអ្នកដែលនៅសេសសល់រត់អស់ហើយដាក់យ៉ងក៏បានលូកយកទូរស័ព្ទចេញពីខ្លួនអប៉ែមួយហ្នឹងក្នុងនោះនាងក៏បានរកឃើញការសម្គាល់ខ្លួនមួយដែរប៉ុន្តែវាជាការខ្លាំងនោះទេហើយបើទូរស័ព្ទគេវិញអាលុតគ្រឿងឆឹងហ្មងហេតុនេះដាក់យ៉ងក៏បានគិតថាពួកអស់ហ្នឹងគ្រាន់តែមកពីក្រុមសង្គមងងឹតតូចប៉ុណ្ណោះអញ្ចឹងទៅមិនជាគ្នារបស់លោកម្ចាស់លីនោះទេបែបនេះ100%ពួកហ្នឹងមកតាមការបញ្ជារបស់ប្រូវុនជូនកំពុងតែឈរគិតភ្លាមនោះស្រាប់តែមានបរិសម្នាក់ដែលគេបានយកដបស្រាមកវាយនាងពីក្រោយតាមពិតត្រូវតែម្ដងនាងក៏នៅមានកម្លាំងដែរប៉ុន្តែប្រូហ្នឹងក៏វាយថែមម្ដងទៀតបែបនេះដាក់យ៉ងក៏បានស្លាប់បាត់ទៅហើយអប៉ែហ្នឹងក៏បានលើកនាងចេញពីកន្លែងហ្នឹងបាត់យើងក៏เลยមើលប្រូចុងវុនជាមួយនឹងជីយ៉ននៅនេះវិញខយបានរៀបចំឲ្យវាយអវ៉ាន់ហើយអស់ហើយចុងវុនក៏បានចេញមកខាងក្រៅវិញប៉ុន្តែថាឥឡូវហ្នឹងដាក់យ៉ងចេញពីកន្លែងហ្នឹងទៅបាត់ហើយជីយ៉នបានប្រាប់គាត់ថានាងចេញពីកន្លែងនេះប្រហែលជា10នាទីមុនឬហើយចុងវុនក៏បានរៀបចំឲ្យវ៉ាន់ប្រញាប់ចេញពីកន្លែងនោះចំណែកជីយ៉នវិញនាងមិនយល់នោះទេហេតុអីក៏ប្រូហ្នឹងបារម្ភជាមួយនឹងដាក់យ៉ងខ្លាំងម្ល៉េះតែអ្នកពួកគេដឹងហើយថាដាក់យ៉ងបកាយវាយគ្នាខ្លាំងអញ្ចឹងទៅកម្រនឹងមានបញ្ហាចំពោះនាងខ្លាំងមែនទែនប៉ុន្តែថាចុងវុនមិនបាននិយាយអីជាមួយនឹងនាងនោះទេគាត់គ្រាន់តែលានាងមួយម៉ាត់ហើយដើរចេញពីកន្លែងហ្នឹងបាត់ទៅនៅតាមផ្លូវគាត់ក៏បានព្យាយាមទៅកាន់លេខរបស់ដាក់យ៉ងជាច្រើនដងប៉ុន្តែនាងមិនបានទទួលលេខរបស់គាត់នោះទេដើរគាត់ក៏បានឮសំឡេងបុរសម្នាក់កំពុងតែនិយាយទូរស័ព្ទតែស្ដាប់ទៅគឺគួរឲ្យសង្ស័យខ្លាំងណាស់ម្នាក់នោះគឺជាអប៉ែងោដែលដាក់យ៉ងវាយមុននេះនឹងឯងដោយគេកំពុងតែនិយាយទូរស័ព្ទជាមួយនឹងមេរបស់គេហើយក៏សុំទោសដែលមុននេះពួកគេធ្វើខុសនិយាយទៅពួកគេមិននឹកស្មានថានាងខ្លាំងដល់ថ្នាក់នេះនោះទេអន្តលើតែប៉ុណ្្នឹងចុងវូនដើរចូលទៅបដ យភ្លាមគាត់ក៏បានយកទូរស័ព្ទពីអប៉ែនឹងយកមកស្ដាប់មនុស្សនៅក្នុងទូរស័ព្ទហ្នឹងក៏បានប្រាប់មកកាន់គេថាឥឡូវនេះពួកគេបានបដូរទីតាំងហើយដោយពួកគេនឹងចាត់ការនៅរោងចក្រដែលគេបោះបង់ចោលដែលវាគឺនៅលើភ្នំរួចហើយអប៉ែងោហ្នឹងក៏បានកបួយកោអាវរបស់ចុងវូនមិនបាននៅសុកមកត្រាំទូរស័ព្ទរបស់គាត់វិញហើយប្រូឯងហ្នឹងមកពីណាដែរចុងវូនក៏បានសួរវិញថាអប៉ែហ្នឹងគឺជាគ្នាដែលមកពីក្រុមយ៉ានបៀនមែនចុងវូនដឹងថាពួកហ្នឹងមកកន្លែងហ្នឹងក៏ដោយសារប្រូវុនជូនហើយក៏ដឹងដែរថាក្រុមមួយនេះត្រូវបានបង្កើតឡើងហើយនឹងគ្រប់គ្រងដោយលោកប្រធានចុងណែគ្រាន់តែលើអូនតូចនេះដឹងរឿងអស់ហើយលេងអញ្ចឹងទៅប៉ែងោក៏រៀងភ័យដែរពួកគាត់មិនដឹងថាម្នាក់ប្រុសហ្នឹងគឺជាណាគេនោះទេហេតុអីបានជាគេដឹងរឿងហើយច្រើនម៉េះមើលទៅទំនងថាគេនេះមិនមែនជាមនុស្សធម្មតានោះទេបន្ទាប់ពីនោះចុងវូនក៏បានសម្លុតសួរគាត់ថា
ตาទីតាំងនៃពួកគេបានចាប់ដាក់យ៉ងទៅនឹងគឺជាកន្លែងណាដែរយើងក៏លើមើលខាងដាក់យ៉ងឲ្យនេះវិញពេលនេះវុនជូនក៏បានចេះទៅដាក់មុខរបស់នាងដើម្បីឲ្យនាងភ្ញាក់ឡើងវិញដឹងខ្លួនឡើងភ្លាមនាងក៏បានសង្កេតឃើញថាឥឡូវហ្នឹងនាងនៅកន្លែងថ្មីមួយទៀតហើយចំណែកដៃវិញក៏ត្រូវពួកនឹងចងជាប់បើវុនជូនវិញឥឡូវហ្នឹងគេអង្គុយលើតុឡើងលយហ្មងបែបហ្នឹងផឹងនិយាយឌឺដងដាក់យ៉ងឡើងហោហែប៉ុន្តែនាងមិនខ្ជិលខ្វល់ជាមួយនឹងសម្ដីឆ្កែឆ្មានោះទេគឺនាងគិតតែពីរាប់ចំនួនមនុស្សពោះមិនម៉ាសេវកលាំងទុកឲ្យហើយមើលទៅខាងក្នុងនេះមានតែ5នាក់ទេប៉ុន្តែនាងខ្លាចតែថានៅខាងក្រៅមានមនុស្សទៀតគិតវុនជូនក៏បានធាក់នាងមួយជើងព្រោះតែមុននេះនាងមិនខ្វល់ជាមួយនឹងសម្ដីរបស់គាត់បានគេជាប់ចំណងឲ្យធ្វើលបួនអញ្ចឹងនិយាយពីថាខ្លាំងហើយពេលដាក់យ៉ងសួរគាត់ថាចាប់នាងមកកន្លែងនេះធ្វើអីប្រូហ្នឹងក៏ចាប់ដើមនិយាយក្បៃក្បោទៀតហើយគេថាគេមិនសូវច្បាស់នោះទេប្រហែលជាចាប់យកមកលេងសប្បាយដឹងឬហើយនាងក៏បានជាប៉ែនឹងមួយម៉ាត់ប៉ុន្តែវុនជូនមិនសូវជាខឹងប្រមាណនោះទេហើយគាត់ក៏បានអង្គុយចុះឌឺដងនាងបន្ថែមប៉ុន្តែកុំថាតែប៉ែនឹងដាក់យ៉ងក៏មិនខ្ចីខ្វល់ជាមួយនឹងសម្ដីគេដែរមនុស្សអន់អញ្ចឹងតែនិយាយហត់ធ្វើអីគិតមើលសម្បីតែនាងម្នាក់ប៉ែនឹងមិនហ៊ានវាយនាងដោយផ្ទាល់ផងនឹងសុទ្ធតែជួមនុស្សផងមកកណោះឲ្យមកចាត់ការនាងបែបនេះវុនជូនក៏បានឆ្លើយថាមនុស្សល្អស្អាតបាតដូចជាគាត់អញ្ចឹងគឺមិនយកដៃទៅប្រឡាក់ជាមួយនឹងរឿងទាំងអស់ហ្នឹងនោះទេគាត់មានលុយតាយកលុយទៅប្រើតែពួកអស់ហ្នឹងទៅជួយគាត់បានយ៉ាងស្រួលហ្មងមិនដាក់យ៉ងអីអត់ដឹងរឿងហ្នឹងអីមែនអានេះគឺជាអំណាចដ៏ធំដែលគាត់កំពុងតែមាននៅក្នុងដៃហ្នឹងឯងណែបងគ្រាន់តែប្រាប់ឲ្យហើយណាបើអូនឯងជាមនុស្សបកាយវាយគ្នាឬក៏ស្ទាត់ជំនាញក្នុងការចាត់ការមនុស្សហ្នឹងអូនឯងគួរទៅរាប់អានបងឲ្យហើយទៅពោះអនាគតទៅវុនយូនជឿថានាងប្រកាសជាមហោការងារជាមួយនឹងគាត់ហើយដាក់យ៉ងស្ដាប់ហើយចង់តែសើចឯងពេលសម្ដីអញ្ចឹងក៏វាអាចនិយាយចេញមកបានដែរនាងដឹងថារហងៃហ្នឹងវាអាំងយ៉ាងក៏ដោយសារតែប្រូជេយ៉ងដែរចាំមើលតែបន្តិចគិតទៅវាអស់ប្រយោជន៍ប្រូជេយ៉ងប្រកាសជាទាត់ក្បាលវាចោលមិនខានឥឡូវហ្នឹងនាងដូចជាបានលឺលហិមកថាប្រូជេយ៉ងមិនសូវជាចូលចិត្តចរិតរបស់ប៉ែនឹងប្រមាណនោះទេប៉ុន្តែលើតែប៉ុណ្្នឹងវុនជូនក៏មានអារម្មណ៍ថារៀងគាំងដែរប៉ុន្តែគាត់ក៏ធ្វើជាធម្មតាវិញហើយក៏បានតបជាមួយនឹងដាក់យ៉ងវិញថាតើនាងគិតថាប្រូនឹងជួយនាងតែម្ដងគាត់នៅខាងនាងមែនបើនិយាយពីមនុស្សចេតនារបស់ពួកគេវិញគឺគាត់ស្គាល់ប្រូជេយ៉ងយូរមកហើយហេតុនេះទោះយ៉ាងណាក៏ប្រូជេយ៉ងនៅខាងគាត់ដែរឥឡូវហ្នឹងវុនជូនមិនខ្វល់ទេថាជេយ៉ងស្អប់គាត់ឬក៏យ៉ាងណាប៉ុន្តែអ្វីដែលគាត់ដឹងនោះគឺជេយ៉ងខ្វះគាត់មិនបាននោះទេហេតុនេះដាក់យ៉ងឯងរងាប់ចិត្តទៅក្រោយពីនោះគាត់ក៏មានរឿងមួយមកបញ្ឈឺនាងបន្ថែមទៀតនៅចាំមាត់កាលពីព្រឹកមិញគាត់បាននិយាយដាក់នាងថានាងគឺដូចម្ដាយរបស់នាងអញ្ចឹងឬតែប៉ុណ្្នឹងដាក់យ៉ងហេមានអារម្មណ៍ថាភ័យបន្តិចបន្តួចដែរប៉ុន្តែនាងច្បាស់ថាព័ត៌មានរបស់នាងនៅក្នុងអង្គភាពគឺលាក់ចិត្តខ្លាំងមែនទែនវាគួរតែគ្មានណាគេរកឃើញនោះទេបន្តិចក្រោយមកវុនជូនក៏បានបង្ហាញរូបថតមួយសន្លឹកដែលនោះគឺជារូបរបស់ម៉ាក់ដាក់យ៉ងជាមួយនឹងប្រុសរបស់គាត់បើយើងសង្កេតមើលខាងក្រោយនោះយើងក៏បានឃើញថាដាក់យ៉ងនៅពីក្រោយនឹងដែរគ្រាន់តែថាពេលនោះគឺនាងនៅតូចខ្លាំងបន្ទាប់ពីបានឃើញរូបនេះហើយដាក់យ៉ងក៏មានជាការគាំងបន្តិចដែរចំណែកឯវុនជូនវិញឃើញអញ្ចឹងគឺគាត់កាន់តែសប្បាយចិត្តហើយថែមទាំងបានលាដាក់យ៉ងថាជាមនុស្សថ្នាក់ទាបទៀតគាត់ឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជានាងចូលសាលាអភិជននោះបានឬក៏នាងបានដេកជាមួយនឹងពួកថ្នាក់លើរបស់សាលាដើម្បីបានចូលរៀនមើលទៅស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះទេម៉ាក់មិនកូនក៏វិញអញ្ចឹងដែរម៉ាក់យ៉ានេះគាត់សង្កេតឃើញថានាងកំពុងតែស្និទ្ធស្នាលជាមួយនឹងអបជុងពូនោះឬក៏នាងចង់តង់ប្រុសក្មេងវិញម្ដងណាខ្ញុំគ្រាន់តែប្រាប់ឯណាបើសិនជាបន្តិចទៀតទៅគេរកឃើញនាងប្រកាសជាត្រូវបានគេបណ្ដេញចេញពីសាលាមួយនេះឬក៏បើនាងតាក់បានកូនអ្នកមានណាមួយពេលឪពុកម្ដាយគេដឹងក៏គេមិនទទួលយកមនុស្សស្រីដូចជានាងដែរកំពុងតែសប្បាយក្នុងការឌឺដងផងភ្លាមនោះដែលយ៉ងក៏បានសួរទៅកាន់គាត់ថាតើការចាប់នាងមកហ្នឹងគ្រាន់តែបង្ហាញរូបភាពមួយហ្នឹងឯងមែនបើអញ្ចឹងមែនណាមិនបាច់ក្បោកបាច់ច្រើនទេចង់ធ្វើអីក៏ធ្វើមកឲ្យតែគិតថាខ្លួនឯងធ្វើបាននិយាយចេញមកមានន័យថាម៉េចឬក៏គិតថាគាត់មិនហ៊ានធ្វើដាក់យ៉ងក៏បានតបទៅវិញថាហ្នឹងឯងនាងដឹងថាគាត់មិនហ៊ានធ្វើហើយបើហ៊ានក៏ធ្វើមិនកើតដែរព្រោះអីថ្ងៃហ្នឹងគឺគាត់នឹងត្រូវស្លាប់លឺអញ្ចឹងហើយអប៉ែនឹងគាត់តែសប្បាយចិត្តលើសដើមគាត់មិនជឿនោះទេថានាងអាចធ្វើអីគាត់បានភ្លាមគាត់ក៏បានអង្គុយចុះហើយចាប់បោយសក់របស់នាងរួចបំរុងថានឹងវាយនាងក៏ប៉ុន្តែភ្លាមដាក់យ៉ងក៏បានតតគាត់មួយជើងហើយមួយជើងហ្នឹងចំប្លង់ល្អខ្លាំងមែនតើលើកនេះដល់វេនដាក់យ៉ងឌឺវិញម្ដងហើយនាងក៏សួរគាត់ថាមិនដែរស៊ីមួយជើងអញ្ចឹងហើយគិតយល់នៅមុននេះនាងភ្លេចប្រាប់គាត់ថានាងក៏បកកែតតដែរសរុបទៅដៃក៏ជំនាញជើងក៏ជំនាញចំណែកបុនជូនវិញមិញហ្នឹងត្រូវខ្លាំងគួរសមដែរហ្នឹងហើយគាត់ក៏បានទៅខឹងឪពុកកូនចៅអស់នោះមិននាំគ្នាចងតែដៃអត់ចងជើងចឹងឬបែបនេះអប៉ែមួយដែលបាក់ដៃនោះក៏បានដើរទៅគ្នាខំកាន់ខ្សែកាន់អីមកហ្នឹងអប៉ែវុនជូននោះក៏បានគាត់វិញឥឡូវហ្នឹងមិនបាច់ចាំចងក៏បានដែរដោយគាត់ចង់ធ្វើឲ្យនាងដឹងខ្លួនដោយដៃគាត់ផ្ទាល់ជ័យបដាអប៉ែហ្នឹងក៏បានចាប់ដបងមួយបដាហើយគាត់ក៏បានប្រាប់ទៅកាន់នាងថាចាប់ពីពេលហ្នឹងទៅគាត់នឹងធ្វើឲ្យនាងប្រើជើងនឹងលេងបានហើយនាងក៏ប្រហែលជាស្លាប់នៅក្នុងថ្ងៃហ្នឹងដែរយើងកាត់មកមើលខាងប្រូថេអងអានេះវិញឥឡូវហ្នឹងគាត់ក៏កំពុងតែចាំផ្លូវរបស់ដាក់យ៉ងដែរពីល្ងាចមិញនាងប្រាប់គាត់ថា
ថានាងទៅកន្លែងមួយប៉ុន្តែមកដល់លើហើយនាងអត់មានតាក់ទងមកគាត់សម្បីតែបន្តិចសោះហ្មងហើយនេះធ្វើឲ្យគាត់បារម្ភពីនាងខ្លាំងតាមពិតទៅថៃអង្គក៏ចង់ខលទៅនាងដែរប៉ុន្តែមុននេះនាងប្រាប់គាត់ថាកុំឲ្យខលទៅដល់តែអញ្ចឹងទៅពិបាកចិត្តខ្លាំងដល់ហើយនេះអត់ដឹងថាគួរធ្វើម៉េចទេមើលចុះមើលឡើងគាត់ក៏បានកន្លែងទៅឃើញថាទីតាំងដែលដាក់យងកំពុងតែនៅនឹងគឺចម្លែកខ្លាំងមែនទែនហើយបន្តិចក្រោយមកសេដ្ឋ GPS ហ្នឹងគឺដាច់ប៉ាត់យកហ្មងបែបនេះធ្វើឲ្យគាត់ដឹងថាឥឡូវហ្នឹងនាងប្រកាសជាមានបញ្ហាហើយយើងក្រឡេកមកមើលខាងដាក់យងឯនេះវិញតាមពិតទៅទូរស័ព្ទរបស់នាងគឺត្រូវពួកនឹងយកបានហើយវាក៏បានកំទេចចោលអស់ដែរបើយើងក្រឡេកទៅមើលដាក់យងនៅក្បែរនោះវិញគឺថាពេលនេះនាងបាត់មាត់ឈឹងហើយវុនជូនក៏គាត់គិតថានាងប្រហែលជាស្លាប់បាត់ហើយអូមុនហ្នឹងដោយសារតែគាត់ខឹងពេកអញ្ចឹងទៅក៏ជ្រុលដែរហើយឥឡូវហ្នឹងគាត់ហៅនាងឡើងពីរដងប៉ុន្តែនាងមិនភ្ញាក់នោះទេដល់តែអញ្ចឹងទៅវុនជូនគឺគាត់ភ័យខ្លាំងជាងមុនទៀតហើយគាត់កំពុងតែខឹងថាហេតុអីបានជានាងធ្វើឲ្យគាត់ខ្លាចជាឃាតករអញ្ចឹង